រុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាប្រយ៉ងបើនិយាយអំពីប្រយ៉ងនេះមានអត្ថប្រយោជន៍ច្រើនមែនទែនតែម្ដងខាងផ្នែកឱសថហើយថ្ងៃនេះនាងខ្ញុំដើរមកថតផ្លែរបស់វានៅពេលខ្ចីចែកជូនដល់ពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាឲ្យបានឃើញចាំដល់រដូវកាលដែលវាទុំនាងខ្ញុំនឹងមកថតម្ដងទៀតដោយសារតែថ្ងៃនេះនាងខ្ញុំដើរមកស្រែហើយក៏មកប្រទិផ្ទះជាមួយនឹងដើមប្រយ៉ងកំពុងតែចេញផ្លែយ៉ាងស្អិចស្កះតែម្ដងប៉ុន្តែដោយឡែកវានៅខ្ចីហើយនឹកឃើញថាចង់ចែករំលែកដល់ពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាឲ្យបានឃើញដោយសារតែរុក្ខជាតិមួយប្រភេទនេះភាគច្រើនមិនសូវមានអ្នកណាចែករំលែកឡើយផ្លែវានៅខ្ចីគឺមានសភាពបែបនេះឯងនៅពេលទុំប្រែទៅជាពណ៌លឿងហើយទុំខ្លាំងមែនទែនគឺបែកមកចាបតែម្ដងរុក្ខជាតិមួយប្រភេទនេះភាគច្រើនយើងប្រើប្រាស់វាទៅច្រើនតែក្អួតហើយផ្លែរបស់វាក៏គេអាចបរិភោគបានដែរហើយរុក្ខជាតិមួយប្រភេទនេះគឺមានផ្កាវាពណ៌លឿងតែពុកម៉ែបងប្អូនបើវាបញ្ចេញផ្កាភាគច្រើនគឺផ្កាលឿងស្កះអញ្ចឹងគឺវាអត់មានផ្លែទេតែបើរុក្ខជាតិអាដើមដែលនាងខ្ញុំថតនេះភាគច្រើននាងខ្ញុំមកថតគឺមិនដែលបានឃើញមានផ្កាទេស្រាប់តែឃើញចេញផ្លែតែម្ដងចាំមើលនាងខ្ញុំនឹងធ្វើអត្ថាធិប្បាយអំពីរុក្ខជាតិមួយប្រភេទហ្នឹងចែកជូនដល់ពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាឲ្យបានឃើញផ្កាវាផងឃើញផ្លែវាផងឃើញពេលខ្ចីនិងពេលទុំផ្លែច្រើនណាស់ពុកម៉ែបងប្អូនហើយវាដុះនៅក្បែរគុម្ពឫស្សីរបស់នាងខ្ញុំបើនិយាយពីដើមឫស្សីនេះពុកម៉ែបងប្អូនគឺមិនដែលបានបរិភោគទេហើយម្ចាស់វិញសូម្បីតែមួយដើមក៏មិនដែលបានកាប់យកទៅប្រើប្រាស់ដែរគឺមានគេកាប់មានគេស៊ីឲ្យជំនួសរហូតម្ចាស់មិញយូរបានមកម្ដងនៅចំការដោយសារតែវាឆ្ងាយផងហើយវាពិបាកនៅពេលខែប្រាំងឡើងគឺអត់មានអ្នកបូមទឹកឲ្យទេបើដំណាំវិញគឺថាស្វិតចិត្តងាប់អស់ហើយនេះផ្លែវាចាំទុំនឹងខ្ញុំមកថតបង្ហាញចែកជូនដងទៀតនេះគឺជាប្រយ៉ងបើយើងមើលកលេចផ្លេតពុកម៉ែបងប្អូនដើមវាស្រដៀងជាមួយនឹងដើមផ្កាកែវបេះដាក់តែម្ដងប៉ុន្តែដោយឡែកគឺវាមានផ្កានិងផ្លែដូចផ្កាកែវប៉ុន្តែបើនិយាយអំពីផ្កាគឺវាអត់ដូចគ្នាទេផ្កាប្រយ៉ងមានផ្កាពណ៌លឿងរីឯផ្កាកែវគឺមានផ្កាពណ៌សគឺខុសគ្នាផ្លែច្រើនតែនៅខ្ចីប្រហែលជាកន្លះខែឬក៏មួយខែទៀតគឺទុំស្រស់តែម្ដងចាំដល់ពេលនោះគឺនាងខ្ញុំមកថតបង្ហាញចែកជូនពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាបានឃើញទៀតថ្ងៃនេះគឺគ្រាន់តែមកបង្ហាញដើមនិងផ្ការបស់នឹងផ្លែរបស់វាឲ្យឃើញត្រួសតែប៉ុណ្ណោះទេរុក្ខជាតិនេះគឺមានឈ្មោះថាប្រយ៉ង